សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងព្រេងនិទានដែលមានចំណងជើងថាពស់កេងកងកាលពីព្រេងនានាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពេកនិងពស់ឥតមានពឹសទេមានតែពស់កេងកងមាននិទានថាកាលដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអែតប្តីនោះទៅជួញអង្កាមបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអូឯនាងនីឮគេថាបបួលគ្នាក៏ទៅទីមួយនឹងគេដែរយកនាងអែតជាកូនទៅផងលីដាំងចូលព្រៃបានឃើញមួយធំនាងនីយកដាំងពូលុះពូយូរបន្តិចទៅដាំងក៏រងាស់ធ្លាក់ទៅក្នុងរន្ធពស់នាងនីមើលទៅឃើញដាំងនឹងពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដាំងឲ្យឯពស់កេងកងឆ្លើយឡើងថាបើនាងឯងដោយអញធ្វើប្រពន្ធអញទើបអញឲ្យដឹងបើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេនាងនេះឮពួកកេងកងថាដូច្នោះហើយហាក់តែជាសើយខូចក៏ទទួលព្រមថាលែងតែញាក់ឲ្យដឹងមកខៀមចុះចាំល្ងាចសើមខៀមឲ្យមេអែតមកហៅពួកកេងកងឮនាងនេះថាដូច្នោះក៏ឲ្យដឹងមកនាងនេះផ្ដាំថាដល់ល្ងាចសើមឲ្យមេអែតមកហៅហើយនាងនេះក៏ទូលទៅផ្ទះជាមួយនឹងនាងអែតលុះដល់ប្រលប់នាងនេះក៏ប្រៅមេអែតជាកូនឲ្យទៅហៅពស់កេងកងនាងអែតទៅដល់ឈរនៅមាត់រោងពស់ហៅថាពស់កេងកងអើយនាងនេះឲ្យហៅឯពស់កេងកងឮហើយលូនជិនមកនាងអែតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញើផ្អត់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនេះនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាម 2-3 ឆ្នាំមកម្ដងពស់កេងកងសួរថាប្តីនាងឯងទៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតនឹងមកដល់ទេពស់កេងកងនិងនាងនេះក៏ដេកលក់ជាមួយគ្នាទៅដល់ជិតភឺទៅពស់កេងកងលានាងនេះទៅរោងវិញទៅនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនអោយមេអែតទៅហៅទេអ្នកកុំមកបើប្តីខ្ញុំមិនតន់មកនោះខ្ញុំប្រើមេអែតឲ្យទៅហៅសឹមអ្នកមកពស់កេងកងទៅរោងខឿនវិញទៅរលតែល្ងាចនាងនេះប្រើមេអែតឲ្យទៅហៅពស់កេងកងនាងអែតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពួកនោះណាស់ត្បិតពួកនោះធំណាស់ហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយសហាយនឹងពស់កេងកងនាងអែតសហាយនឹងពស់កេងកងតល់តែផើមលុះយូរបន្តិចទៅប្តីនាងនេះមកពីជួយអង្កាមឃើញនាងនេះពស់ធំនឹកសង្ស័យក៏សួរនាងអែតជីកូននាងអែតប្រាប់ប្តីថាម៉ៃគាត់សហាយនឹងពស់កេងកងតែវេលាប្រលប់កាលណាឲ្យខ្ញុំទៅហៅតែសុកថ្ងៃឪពុកឮនាងអែតប្រាប់ដូច្នោះក៏និយាយនឹងនាងអែតថាដល់ល្ងាចហៅឯងទៅហៅពួកនោះទៀតអញចាំកាប់វានៅមាត់ទ្វារហើយហៅឯងគុំឲ្យម្ដាយហៅឯងដឹងឯនាងអែតលុះដល់ប្រលប់ក៏ទៅហៅពស់កេងកងពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮហើយឆ្លើយថាអេអែតអើយថាអញមិនទៅអីពុកអេអែតនៅកាត់កអញដាច់នាងអែតឆ្លើយថាឪពុកអញទៅជួញអង្កាម 2-3 ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអែតបាបដូច្នោះស្មានថាឪពុកនាងអែតមិនទាន់មកពីជួយអង្កាមមែនក៏ទៅដូចសពថ្ងៃឪពុកនាងអែតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ពស់កេងកងលូនចូលក្នុងទ្វារបន្តិចឪពុកនាងអែតកាត់កដាច់ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាកមួយកំណាត់ខាងក្បាលយកទៅដាក់លើមេឃពុត្រាឯកំដៅខ្លួនយកទៅពន្លាត់ស្បែកចោលហើយផ្ដាំនាងអែតថាគុំអើយម្ដាយហៅឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហៅឯងស៊ី ឥ
ឯពួកនាងអេតលៀងឈាមពោះជ្រះអស់មិនឲ្យមានសល់ឯនាងនេះពុំដឹងថាប្តីកាប់ពោះសហាយស្លាប់ទេព្រោះពេលនោះនាងនេះមិននៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងអេតយកសាច់ពោះមកស្លទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសម្លខ្លាញ់រលោងទាំងចានទាំងឆ្នាំងក៏សួរនាងអេតថាបានសាច់អ្វីស្លមីអេតនាងអេតប្រាប់ថាសាច់ជ្រូកនាងនេះគិតស្មានតែសាច់ជ្រូកមែនក៏ឲ្យមីអេតដួសសម្លមកស៊ីបាយការនាងអេតដួសសម្លមកឲ្យនាងនេះជាម្ដាយស៊ីនោះមានក្អែកមួយវាឃើញក្បាលពោះដាក់លើមែកពុទ្រាវាចង់ស៊ីសាច់ពោះវាបោថាក៏ឡូក្លែមក្លូមលាប់សាច់ប្តីឯងនាងនេះកំពុងស៊ីបាយលឺខែកបោដូច្នោះក៏មើលទៅលើមែកពុទ្រាឃើញក្បាលពោះកេងកងលើមែកឈើហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុដូចម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលាកកូនចៅរលងទឹកភ្នែកឯកនោះចេះតែបួលថាក៏ឡូក្លែមក្លូមលេបសាច់ប្តីឯងក្បាលដាក់លើដើមពុទ្រាកន្ទុយដាក់លើស្កាកនាងនេះមើលទៅលើស្កាកឃើញកន្ទុយពោះកេងកងនៅលើនោះឯប្តីនាងនេះដឹងថាប្រពន្ធសហាយនឹងពោះកេងកងពិតប្រកបហើយក៏នឹកភ្នឹកក្លឹងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនដល់នាងនេះផាមចាក់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងតែពីរនាក់ម្ដងសប្បាយឯនាងនេះមិនដឹងខ្លួនថាប្តីសម្លាប់ស្មានតែប្តីនាំទៅកក់សក់មែនក៏ដើរចូលក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយយើងឈប់កក់សក់នៅលុះចុះឯនាងនេះមិនដឹងខ្លួនថាប្តីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាប់នាងនេះពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញតែសុទ្ធតែកូនពស់លូនចេញអំពីពោះនាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះមុតចូលនៅក្នុងទឹកខ្លះចូលទៅក្នុងព្រៃព្រោះហេតុនេះបានទីមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះសូមអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សូមជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នា